នេះមិនមែនកញ្ញាសិនទេអីមិនក៏នៅហ៊ានមកទៀតមិនខ្លាចបាត់បង់មុខមាត់ត្រកូលសិនរបស់អ្នកទេតើអ្នកណាខ្លះមិនដឹងថាអ្នកមានបំផុតនៅកូសាហើយកាន់តែចូលចិត្តធ្វើជំនួញជាមួយអ្នកដែលមានភាពប៉ិនប្រសប់ខ្លាំងនោះហេជាស្រីស្អាតលេខ1នៅជាងហៃស្មើគ្នានឹងគេត្រឹមតែកម្លាំងប៉ុណ្ណឹងក៏ហ៊ានមកប្រកួតប្រជែងជាមួយយើងនេះអាចហៅថាអ្វីទៅអ្នកមានបំផុតនៅកូឡុងចូលចិត្តស្រាដោយប្រាស្រ័យដើម្បីធ្វើតេស្តជ្រើសរើសការដេញថ្លៃថ្ងៃនេះពួកអភិជនគ្រប់លំដាប់ថ្នាក់បានមកជួបតែបែបនេះហើយការប្រកួតប្រជែងការពិមសិនលោកស្រីថែមទាំងមិនបានឯកសារដេញថ្លៃផងស្រាប់តែត្រូវជាប់គុំនេះតើការស្ដីបន្ទោសឬទោសទណ្ឌធ្ងន់ធ្ងរដំឡើងទេសិនយ៉ានឈូអ្នកហ៊ានមកទីនេះទៀតឬម្សិលមិញអ្នកផឹកមួយកែវក៏ដួលបាត់ទៅហើយស្រវឹងជោគជាមបើមិនមែនខាងខ្ញុំបញ្ជូនអ្នកចេញទៅទេអ្នកប្រកាសជាវង្វេងបាត់ទៅហើយដូច្នេះថ្ងៃនេះអ្នកមកជាពិសេសដើម្បីថ្លែងអំណរគុណខ្ញុំបានធានសឹងកាលពីយប់មិញមានរឿងអ្វីកើតឡើងតែថ្ងៃនេះខ្ញុំមកគឺមិនមែនមកគិតគូរជាមួយអ្នកទេតែគឺដើម្បីកិច្ចសន្យារបស់មហាសេដ្ឋីកិច្ចសន្យាមហាសេដ្ឋីសិនយើងជិវពឹងលើអីទៅបើប្រកួតក្នុងទីក្រុងយើងស្មើគ្នាហើយបើពឹងលើកម្លាំងផឹកអ្នកផឹកមិនបានប្រមាណកែវផងក៏សន្លប់ទៅហើយប៉ុន្តែបើអ្នកចង់បានតែម្នាក់ឯងគឺគ្មានឱកាសនោះទេជំនួសឲ្យការទុកឲ្យអ្នកធ្វើឆាយកាយស្លាប់បានល្អនិងសប្បាយចិត្តហើយខ្ញុំអញ្ចឹងបានការគម្រោងនេះទៅឲ្យជាងទុកឲ្យឯងខ្លាចជាសាច់ឆ្កែស្លាប់នៅទៅនោះទុកឲ្យគ្រួសារយើងដណ្ដើមយកគម្រោងនេះល្អជាងដរាបណាឯងមើលថែខ្ញុំបានស្រួលហើយក្រោយមកខ្ញុំនឹងចែកជូនឯងតែឯងបែរជានាំសម្រាមដូចនេះមិនដែរថ្ងៃត្រង់ចេះបែរជាធ្វើទង្វើខុសឆ្គងបែបនេះគឺអ្នកមែនខ្ញុំតាមរកអ្នកគ្រប់ទីកន្លែងសង្ស័យរបស់ឥតបានការដូចអ្នកហ៊ានមកចូលអន្ទាក់តើអ្នកចង់ធ្វើឲ្យខ្ញុំស្លាប់បែបណាខ្ញុំក៏ថាអ្នកធ្លាប់ស្គាល់ដែរអ្នកគួរតែស្លាប់ទៅវិញទេកាលពីយប់មិញគឺអ្នកហើយដែលស្រវឹងហើយនិយាយថាលោកស្រីសិនគាត់ជាខ្មោចធ្វើរឿងអសោចហើយហ៊ាននិយាយដេះផ្ដាស់ទៀតនាំគ្នាចាប់អីវ៉ាន់អត់ប្រយោជន៍នេះវាឲ្យត្រូវហើយខ្ញុំនឹងធ្វើឲ្យនាងខ្លាចជាសម្រាប់អត់ប្រយោជន៍បំផុតអ្នកតាមរបស់បញ្ហាបែបហើយដើមជាខ្ញុំមុនឥឡូវបែរជាមកគម្រាមកំហែងលោកស្រីសិនខ្ញុំនិយាយដល់សាច់ល្អណាស់នេះតែអ្នកបែរជានាំមនុស្សសិនបានការបន្លាញចាស់មកលោកមកចូលរួមដេញថ្លៃនេះអ្នកនេះខ្ញុំបានស្មានដល់ចំណិតរបស់លោកជំទាវសិនអ្នកនេះជន់សំពីនយកអសត់ចូលរួមការចាំថ្លៃយើងពិតជាមិននឹកស្មានដល់ថានេះជាជនក្បត់ដែលជាដៃជើងរបស់កញ្ញាសិនឡើយអ្នកប្រហែលជាមិនដឹងទេថាអត្តសញ្ញាណពិតរបស់គាត់គឺជាអ្នកសុំទាននៅតាមដងផ្លូវមនុស្សចំណិតរបស់បងស្រីខ្ញុំតាមពិតអត្តសញ្ញាណពិតរបស់គេគ្រាន់តែជាអ្នកនៅតាមសុំទានគ្រាន់តែជាសម្រាប់ថ្នាក់ទីប៉ុណ្ណោះនៅក្នុងការជួបជុំដេញថ្លៃថ្ងៃនេះសុទ្ធតែមានមហាសេដ្ឋីក្រុមអសរជនប្រមូលផ្ដុំគ្នាហើយឥឡូវនេះសម្រាប់ម្នាក់បានបង្ហាញខ្លួននៅទីកន្លែងបែបនេះនេះគ្រាន់តែជាការប្រមាថមើលងាយដល់ពួកយើងទាំងអស់គ្នាដូច្នេះខ្ញុំនឹងដេញសម្រាប់ម្នាក់នេះឲ្យចេញទៅភ្លាមត្រូវហើយកន្លែងដែលមនុស្សធំមកមិនគួរអនុញ្ញាតឲ្យពួកកណ្ដុរពូចូលមកលួចចង់បានមនុស្សបែបណាគួរតែបង្ហាញខ្លួននៅកន្លែងណាកញ្ញាសិនបានឲ្យម្នាក់ឲ្យបង្ហាញខ្លួននៅទីនេះខ្ញុំមិនមែនមើលស្រាវពួកវណ្ណៈអភិជនរបស់យើងទេអត់បានការអ្នកនៅចូលទីនេះភាពសមត្ថភាពនិងភាពតូចតាចរបស់អ្នកមនុស្សម្នាក់នៅទីនេះអាចកុំតិចអ្នកឲ្យស្លាប់បានបើអ្នកមិនចាក់ចេញពីទីនេះឥឡូវរៀបចំខ្លួនឲ្យហើយចាំខ្ញុំអ្នកនៅមានពេលរួចបានប៉ុន្មានម៉ោងទៀតទេនេះជាការអនុគ្រោះចុងក្រោយបង្អស់សម្រាប់អ្នកចៅចគឺជាមនុស្សដែលខ្ញុំសិនយ៉ាងឈើផ្ទាល់បានខ្ញុំមិនខកថាពីមុនគាត់មានឋានៈអ្វីនោះទេតែពេលនេះគាត់គឺជាជំនួយការអគ្គនាយកក្រុមហ៊ុនហ្វឹងហៅរបស់ខ្ញុំបើហ៊ានប៉ះពាល់គាត់គឺស្មើនឹងប្រឆាំងនឹងត្រកូលសិនរបស់ខ្ញុំហើយត្រកូលសិនឆ្មើងឆ្មៃពេកហើយអ្នកនាងសិនហាក់ជឿជាក់ខ្លាំងណាស់កាលពីម្សិលមិញអ្នកយកគម្រោងនេះមិនបានថ្ងៃនេះអ្នកហ៊ាននាំតែក្មេងស្មោកគ្រប់ម្នាក់មកគិតថាអាចយកបានឬបានខ្ញុំហ៊ានមកថ្ងៃនេះគឺខ្ញុំមានការធានាយកគម្រោងនេះបានល្អអញ្ចឹងខ្ញុំចង់ឃើញត្រូវតែមើលឲ្យស្គាល់ពីសមត្ថភាពរបស់អ្នកនាងសិនអ្នកទាំងអស់គ្នាដឹងហើយថាមហាសេដ្ឋីចូលចិត្តពិសាស្រាដូច្នេះហើយទើបគាត់រៀបចំពិធីជប់លៀងស្រានេះដើម្បីជ្រើសរើសគម្រោងសហប្រតិបត្តិការខ្ញុំនឹងតំណាងពលជននិងអ្នកមានអំណាចនៅសៀងហៃដើម្បីភ្នាល់ជាមួយអ្នកនាងសិនយ៉ាន់ឈូបើសិនជាថ្ងៃនេះពួកយើងដួលសន្លប់នោះកំងរាប់រយលានរបស់មហាសេដ្ឋីនឹងបានទៅត្រកូលសិនតែម្នាក់ឯងប៉ុន្តែបើអ្នកនាងចាញ់ហើយចាក់ចេញពីទីនេះនោះត្រកូលសិនចាប់ពីពេលនេះទៅត្រូវតែជប់លក់ស្រាអ្នកនាងសិនដែលផឹកមួយកែវសន្លប់តែហ៊ានទទួលភ្នាល់ទៀតទេគ្មានសមត្ថភាពផឹកស្រាទេតែចង់បានមហាសេដ្ឋីនិងពលជនពិតជាពួកអត់សំណាច់ថ្ងៃនេះល្បែងភ្នាល់នេះអ្នកហ៊ានឈ្នះទេនាងសិនជំទាវតាមពិតខ្ញុំគ្មានចិត្តណាចង់ធ្វើថ្ងៃនេះអ្នកនាំសុំទានម្នាក់នេះមកជេរប្រមាថខ្ញុំអីចឹងកុំបន្ទោសខ្ញុំអីទៀតល្បែងនេះគ្រូសាឈូយើងឈ្នះហើយបើអីចឹងគ្រូសាជាងឈ្នះហើយគ្រូសាលាវរបស់ខ្ញុំអ្នកសិនយើងជាដើម្បីតែសុំទានធម្មតាម្នាក់បែរជាចាត់ទុកខ្លួនជាអ្នកមានអំណាចនៅជាងហៃអ្នកចង់ប្រកួតទេអ្នកមានអំណាចនៅតែបានសម្ដែងការគ្រប់គ្រងហើយចុះអ្នកវិញល្បែងភ្នាល់នេះខ្ញុំនឹងឈ្នះជាដាច់នាងសុំជាជំទាវធំត្រកូលសិនមែនអ្នកទាំងអស់គ្នាតោះលើកែវនេះទាំងអស់គ្នាជូនពូនាងសេងជូនពូនាងសេងពួកអ្នកមានអំណាចនៅជាងហៃពួកខ្ញុំបានផឹកស្រាកែវទី1នេះអស់ហើយសេងយ៉ាន់ជីវចុះអ្នកវិញចូលធ្វើអីទៀតធ្វើស្អីផឹកទៅត្រូវហើយបើឈ្នះល្បែងភ្នាល់ហើយត្រូវតែផឹកស្រានាងសេងពួកអ្នកមានអំណាចនៅជាងហៃសុទ្ធតែបានលើកកែវផឹកទាំងអស់គ្នាហើយអ្នកនៅតែមិនរវល់តើអ្នកចង់បំពេញកិច្ចសន្យាឬចង់កាត់ផ្ដាច់ទំនាក់ទំនងពីពួកខ្ញុំផឹកជាមួយភ្ញៀវទៅផឹកនារីទុំជ្រាយមើលស្អីពួកអ្នកមានអំណាចនៅជាងហៃសមត្ថភាពផឹកជាមួយខ្ញុំទៅជូចខ្ញុំឲ្យអ្នកមកទីនេះជាមួយអ្នកមានអំណាចមិនមែនមកផឹកស្រាទេអសោចស្រានេះជាស្រាលំដាប់ខ្ពស់ណាស់អ្នកចេះផឹកអត់ខ្ញុំក៏ចេះផឹកដែរថ្ងៃនេះខ្ញុំលើកពេញភ្នាល់នេះគឺព្រោះតែមុខមាត់ត្រកូលសិនចំណែកអ្នកវិញគ្រាន់តែជាអ្នកសុំទានស្អុយអ្នកតាមានសិទ្ធិអីមកកាន់កែវស្រាពីពិតមែនហើយអ្នកសុំទាននេះគ្រាន់តែជាអ្នកសុំទានត្រូវដឹងឋានៈខ្លួនឯងផងស្មានថាចេញមុខជួយលោកស្រីសិនអាចឡើងជាន់ក្បាលពួកខ្ញុំដែលជាអ្នកមានអំណាចនៅជាងហៃមែនទេសូមប្រកាសច្បាស់អ្នកគិតខុសហើយមកចាត់មនុស្សយកសម្រាមនេះបោះចោលទៅអ្នករាល់គ្នាថាគេមានសិទ្ធិអីខ្ញុំនឹងប្រាប់អ្នកនៅពីក្រោយចៅចគឺត្រកូលសិនរបស់ខ្ញុំគឺក្រុមហ៊ុនហ្វុងហៅគឺខ្ញុំសិនយានជីវនេះជាលក្ខណៈសម្បត្តិរបស់គាត់តើគ្រប់គ្រាន់ទេមិនគ្រប់គ្រាន់ទេទោះជាសាច់ញាតិមហាសេដ្ឋីក៏ដោយក៏មិនអាចឲ្យខ្ញុំជាអ្នកមានអំណាចនៅជាងនិយាយរឿងស្នេហាជាមួយអាសុំទីត្រកូលសិនរបស់អ្នកនៅមិនទាន់ស័ក្តិសមទេហ្វាងធានស៊ឺតើគ្រប់គ្រាន់ទេចៅចគ្រប់គ្រាន់ហើយផឹកលេងរួចហើយកុំបារម្ភមកផឹកទាំងអស់គ្នាគ្រប់គ្រាន់ទេអ្នកផឹកមួយកែវខ្ញុំចៅចផឹក4កែវបើគ្រាន់តែថ្ងៃនេះខ្ញុំស្រវឹងខ្ញុំនឹងលូនជុំវិញសារធំនេះឡើងដល់សាន់ឆនហើយប្រគល់គម្រោងមហាសេដ្ឋីឲ្យអ្នកវិញតើគ្រប់គ្រាន់ទេអាសុំទានស្អុយបើអ្នកហ៊ានយ៉ាងនេះបើចង់ស្លាប់ខ្ញុំនឹងបញ្ជូនអ្នកមួយដំណើរហើយថ្ងៃនេះខ្ញុំវាងឈៀនសឹងនឹងតំណាងអ្នកធំនៅជាងហៃដើម្បីប្រកួត
ពួកសុំទានស្អុយផឹកទៅសុំទានស្អុយខ្ញុំស្មានថាអ្នកលាក់បាំងសមត្ថភាពមិនឲ្យនរណាដឹងសោះមិននឹកស្មានថាអ្នកនោះធម្មតាម្នាក់ឥឡូវចុះចាញ់ទៅលុតជង្គង់ហើយវាឆ្លងកាត់ទីនេះទៅជូចរអ្នកធ្វើស្អីហ្នឹងអ្នកនាងទុកចិត្តអ្នកបែរជាចង់ចុះចាញ់ទៅវិញខ្ញុំមិនមែននិយាយបែបនេះព្រោះតែខ្លាចទេគឺផឹកមួយពេញបែបនេះវាស្មុគស្មាញបែបនេះទើបត្រឹមត្រូវហើយមែនទេគេមិនហ៊ានលេបស្រះសុទ្ធមួយដបដោយមិនខ្លាចឡើយបើកម្លាំងផឹកបែបនេះមិនចម្លែកទេនឹងត្រូវបានកញ្ញាសេនទទួលយកឲ្យចូលជារួចហើយតើអ្នកចាប់ដើមទុនជ្រីពីត្រឹមណាវ៉ាងសៀវដែលជាស្ដេចបិសាចមួយដបស្មើនឹង4កែវគឺគ្រប់គ្រាន់ឲ្យអ្នកដួលរលំបាត់បង់គិតយកហើយអាអ្នកសុំទានអ្នកផឹកខ្លាំងណាស់មែនខ្ញុំផឹកមួយកែវអ្នកផឹកមួយដបឯណោះនេះគ្រាន់តែជាកែវទី1ប៉ុណ្ណោះបើថ្ងៃនេះខ្ញុំមិនអាចដួលអ្នកអាអ្នកសុំទាននេះបានទេខ្ញុំវ៉ាងធានសានគឺឥតប្រយោជន៍ដែលខ្ញុំមានងារជាមេគ្រប់គ្រងនោះអ្នកមើលទៅថ្លៃថ្នូរតែឋានៈថោកទាបណាស់ដោយការគៀបសង្កត់របស់វ៉ាងសៀវនេះអ្នកក៏លែងមានឱកាសងើបមុខដែរថ្ងៃនេះខ្ញុំចង់ដឹងថាតើអ្នកអាចផឹកបានប៉ុន្មានសម្រាប់កែវនេះខ្ញុំត្រូវតែបន្តទៀតបន្តព្រះចៅអធិរាជបន្តបង្អាប់ទៀតហើយព្រះចៅអធិរាជកញ្ចាស់អ្នកគ្មានថ្ងៃឈ្នះទេព្រះអង្គគុំចេះទៀតមិត្តទាំងអស់គ្នាការប្រកួតនេះពួកយើងឈ្នះហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងខ្ញុំជាអ្នកជ្រើសរើសចាំសិនសេនយុនឈីវអ្នកគិតថាមានតែអ្នកម្នាក់ទេដែលមានដែកខ្ញុំជាម្ចាស់ក៏មានដែរថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នករាល់គ្នាឲ្យបានស្គាល់ថាមួយណាទើបជាទេពសង្គ្រាម9វគ្គមិនដែលចាញ់ពិតប្រាកដទេពសូមអង្គុយចុះនេះជាដែករបស់ខ្ញុំសត្វកាច់សាហាវបំផុតនៅវាលស្មៅ9វគ្គទេពសង្គ្រាមមិនដែលចាញ់វីលុកតំបន់ជីវជីរាប់មិនអស់តែមិនដែលចាញ់ម្ដងណាឡើយទោះបីអ្នកមើលទៅក្មេងខ្ចីក៏ដោយប៉ុន្តែនៅក្នុងចេញមកប្រកួតនៅមុខទេពប្រយុទ្ធមិនចេះចាញ់បង្ហាញក្បាច់ដេញដោលបើអ្នកមិនចង់ខ្លាយជាឆ្កែស្លាប់នៅតាមផ្លូវទេត្រូវលុតជង្គង់ចុះតាមសម្រួលឲ្យប្រកួតគេមកឲ្យខ្ញុំទម្លាក់ដៃចុះមកវ៉ាងធានសឹងតាមកិច្ចសន្យាភ្នាល់អ្នកចាញ់ហើយដរាបណាខ្ញុំមិនដួលទេគឺមិនរាប់ថាចាញ់ទេមិនរាប់ថាចាញ់ទេអ្នកឈប់និយាយសំដីក្តេកក្តាស់ទៅបើខ្លាចហើយលុតជង្គង់ចុះគុំចាញ់ហើយខ្លាចខ្ញុំអីអ្នកដែលដួលដោយសារការផឹកគឺជាទេពប្រយុទ្ធដែលមិនចេះចាញ់ស្រាជាមួយខ្ញុំគឺជាស្រះល្អបំផុតក្នុងមួយជីវិតរបស់អ្នកចាំអ្នកចង់ដកខ្លួនឬបើជាអ្នកខ្លាំងដូចគ្នាហើយកុំឲ្យខាត់ពេកអីនេះក៏មិនទាន់ដល់ពាក់កណ្ដាលផងស្រានេះមានឈ្មោះថាស្រាសេកខ្យល់ព្យុះទីខាងលិច78ដឺក្រេស្រះដែលខ្លាំងដល់កម្រិត78ដឺក្រេស្រះដែលមានកម្រិតជាតិអាល់កុលខ្ពស់ដល់ថ្នាក់នេះផឹកចូលទៅច្បាស់ជាស្លាប់ហើយមែនទេតេតាអ្នកបង្ហាញផ្សតាំងយ៉ាងម៉េចស្រះ78ដឺក្រេមែនអ្នកចម្បាំងវាលស្មៅទេពប្រយុទ្ធមិនចេះចាញ់តើអ្នកហ៊ានផឹកស្រានេះជាមួយខ្ញុំទេកុំស្ដាប់សម្ដីអួតរបស់គេដាច់ខាតមិនត្រូវផឹកទេខ្ញុំអាចឲ្យអ្នកពិនិត្យមើលសិនឈោឆ្ងល់ស្អីទៀតឈោធ្វើអ្វីក្មេងនេះផឹកទៅចាក់ស្រាធ្វើអីខ្ញុំជូគឺប្រើស្រាមួយពីរនេះដើម្បីលាងបាបឬស្លាប់នៅទីនេះហើយនេះជាកៅអីធំរបស់គេតើនេះជាការបង្ខំឲ្យចុះចាញ់មែនទេខ្ញុំសុខចិត្តចុះចាញ់មិនបានឯកឧត្តមគម្រោងពាណិជ្ជកម្មរបស់អ្នកផ្ដាំទុនបានមកដល់ត្រកូលសិនរបស់ពួកយើងហើយអ្នកណាមានការជំទាស់ទៀតអ្នកណាមិនពេញចិត្តខ្ញុំចៅឈូនឹងទល់ជាមួយអ្នកណាទៀតចង់សាកល្បងយើងទៅដូចពេជ្រចរណៃគង់តែបញ្ចេញពន្លឺចៅគឺអំបញ្ញមិញអ្នកបានរីកាមកថាក្រុមហ៊ុនទើបនឹងដណ្ដើមបានកិច្ចសន្យាពាណិជ្ជកម្មរបស់អ្នកផ្ដាំទុនគុណសម្បត្តិដ៏ធំខ្ញុំសិនយានឈូមកនេះគឺមានយុទ្ធធម៌ច្បាស់លាស់ត្រូវតែផ្ដល់រង្វាន់ដល់អ្នកមានគុណនេះជាផ្ទះរវែងមួយនៅកណ្ដាលក្រុងតម្លៃរាប់សិបលានថែមទាំងមានប្រាក់5លានទៀតជាសាច់ប្រាក់សុទ្ធសម្រាប់តែអ្នកប៉ុណ្ណោះខ្ញុំមិនចង់បានរង្វាន់សម្រាប់គម្រោងនេះទេចៅគឺអ្នកកុំប្រហើនពេកទោះបីជាលីយ៉ាងវ៉ាងកាត់មកមានសមត្ថភាពសម្រាប់បានការបញ្ជាទិញដ៏ធំក៏ដោយប៉ុន្តែបើគ្មានការសរសើរពីក្រុមរបស់យើងអ្នកគ្រាន់តែជាអ្នករើសសម្រាមតាមចិញ្ចើមផ្លូវជាមនុស្សគ្មានបានការខ្ញុំអាចផ្ដល់រង្វាន់រាប់សិបលាននេះដល់អ្នកគឺជារឿងដ៏អស្ចារ្យហើយបើចេះគិតខ្លះអ្នកគួរតែស្ងាត់មាត់ទៅចៅគឺខ្ញុំដឹងថាបើប្រៀបធៀបនឹងការបង់ប្រាក់ដំបូងនៃការបញ្ជាទិញពាណិជ្ជកម្មនោះចំនួនរាប់សិបលានខ្ញុំក៏មិនសំដែងខ្ញុំឥឡូវនេះគឺខ្ញុំជាអនុប្រធានរបស់ក្រុមហ៊ុនឆ្កួតលីតែអ្នកជួយទទួលភ្ញៀវផឹកជំនួសខ្ញុំតើអ្នកចង់បានអ្វីខ្ញុំអាចទិញអ្វីក៏បានឲ្យអ្នកពិសាការពិសាស្រាអាចនាំឲ្យអ្នកមានគិតយូរដែរលោកសេនខ្ញុំដឹងថាខ្ញុំជូគឺជាមនុស្សត្រឹមជាមនុស្សតូចតាចហើយអាចទទួលស្គាល់ពីលោកគឺជាកិត្តិយសរបស់ខ្ញុំប៉ុន្តែការពិសាស្រាគ្រាន់តែជាច្បាប់វាមិនមែនជាច្បាប់នៃការរកលុយនោះទេខ្ញុំមិនត្រូវការរង្វាន់រាប់លានទេខ្ញុំក៏មិនត្រូវការតំណែងអនុប្រធានក្រុមហ៊ុនផងដែរខ្ញុំគ្រាន់តែសង្ឃឹមថាលោកសេនអាចធ្វើតាមការសម្រេចចិត្តដើម្បីរកឃើញប្អូនស្រីខ្ញុំតើអ្នកចង់ចេញទៅហើយមែនទេការរកឃើញប្អូនស្រីអ្នកសម្រាប់ត្រកូលសេនជារឿងងាយស្រួលបំផុតដូច្នេះហើយតើអ្នកមិនចង់ពឹងផ្អែកលើត្រកូលសេនរបស់ខ្ញុំទេបានលះបង់អ្វីគ្រប់យ៉ាងគេអ្នកសុខចិត្តធ្វើបែបនេះមួយជីវិតដើម្បីខ្លាចជាអ្នកសុំទានរបស់គេកាលពីមុនក្រុមហ៊ុនគ្រួសារខ្ញុំល្អហើយក៏ជាបញ្ហាធំខ្ញុំគ្មានចិត្តលះបង់អ្វីច្រើនទេឲ្យតែគ្រួសារខ្ញុំមានសុខភាពល្អខ្ញុំលះបង់ខ្លួនឯងមួយជីវិតសូមទោសលោកសេនគាត់ជាមនុស្សមិនដឹងគុណគេល្អប៉ុន្តែគាត់បែរជាក្រអឺតក្រទុំដោយសារស្នាដៃរបស់គាត់មិនដេញចេញទៅក៏មិនអីដែរគ្រួសារចៅមិនខ្វះមនុស្សល្អទេក្រុមហ៊ុនមិនខ្វះអីទេចេញទៅអ្នកនាងតើត្រូវការឲ្យខ្ញុំដាក់ទោសគាត់ទេមិនបាច់ទេបើមនុស្សដែលសេនយានឈៀវខ្ញុំមើលហើយខ្ញុំនឹងមិនឲ្យគេរត់រួចខ្លួនឡើយហេប៉ា
ខ្ញុំទើបតែចង់តាក់ទងអ្នកខ្ញុំបានទទួលការបញ្ជាទិញពាណិជ្ជកម្មដែលបានហើយហើយអ្វីបានជាអ្នកចង់ឲ្យខ្ញុំប្រកួតគម្រោងនេះទៅឲ្យអ្នកផ្សេងមិននឹកស្មានថាការទទួលការបញ្ជាទិញនេះបែរជាតាក់ទាញការចាប់អារម្មណ៍ពីអធិរាជអូស៊ីខ្ញុំត្រូវតែត្រឡប់ទៅផ្ទះភ្លាមគំនុំមនុស្សទៅរកជើគឺត្រឡប់មកវិញបាទលោកឪពុកឪពុកអ្នកគម្រោង100លានអ្នកយកមិនបានផងថែមទាំងត្រូវបានសិនយានជីវបបបានទៀតគេចំណាយនេះអ្នកមានប្រយោជន៍អ្វីឪពុកនេះមិនអាចបន្ទោសខ្ញុំទេគឺជើសុំទានស្អុយបើគ្មានគេទេខ្ញុំក៏មិនចាញ់ដែរឪពុកជើគឺពិតជាកូនពូជអាចជ្រូកមែងឪពុកជើគឺនេះគួរតែជាក្មេងត្រកូលជូកាលពី10ឆ្នាំមុនកូនប្រុសធំរបស់ជីវហ៊ូពិតជាមនុស្សឥតបានការមែងមនុស្សសម្រាមកាលពី10ឆ្នាំមុនមិនគួរណាគួរទុកមុខឲ្យពួកគេប៉ាត្រកូលជូគ្រូសាដែលរលាយអ្នកនៅស្បែកត្រកូលវាំងអ្នកនេះមនុស្សដែលគ្មានតម្លៃផងគ្មានសិទ្ធិលោកជូគឺហាក់ដូចជាមានមនុស្សចូលរួមជាមួយសិនយានជីវនឹងជីវហ៊ូអនុញ្ញាតឲ្យគេដោះស្រាយហើយនឹងស៊ើបអង្កេតរឿងកាលពីឆ្នាំមុនយើងខ្លាចថាវាអាចនឹងមានបញ្ហាខ្លះប៉ាសូមអ្នកដល់ឱកាសឲ្យខ្ញុំម្ដងទៀតខ្ញុំនឹងទៅដោះស្រាយគេឲ្យបានប្រសិនបើអ្នកសំបីតែមនុស្សឥតបានការបែបនេះក៏មិនអាចដោះស្រាយបានដែរនោះចេញពីបន្ទប់ឲ្យលឿនទៅណាអ្នកណាគេអាហោអ្នកណាគេកុំយល់ច្រឡំអីមានរឿងអីមកលោកចៅផឹកជាមួយខ្ញុំមួយកើស្រាល្អឈ្មោះជីវហ៊ូទៀតហើយអ្នកទុកវាសម្រាប់សុំរៀបការពីអ្នកលោកចៅអ្នកចេះតែធ្វើតែម្ដងហើយម្ដងទៀតបំផ្លាញរឿងល្អកាលពីលើកមុនថែមទាំងហ៊ានអាងអំណាចលោកស្រីសិនទៀតតែនៅពីក្រោយខ្នងអ្នកធ្វើឲ្យមុខមាត់តើអ្នកគិតហើយឬនៅថាថ្ងៃនេះចង់ស្លាប់បែបណាហើយឬនៅលោកសិនចៅការប្រកួតកាលពីម្សិលមិញជាក់ស្ដែងគឺខ្ញុំឈ្នះមែនទេបើអ្នកបាត់ពាក្យសម្ដីហើយចង់ឲ្យខ្ញុំបកស្រាយជារឿងរបស់ត្រកូលសិនដែរអ្នកកុំចេះតែជួយខ្ញុំយកឆ្នាំគ្រួសារសិនអ្នកគិតថាមានតែអ្នកទេដែលមានខួរក្បាលម៉េចពេលថ្ងៃច្បាស់បែបនេះខ្ញុំច្បាស់ជាចង់បញ្ជូនអ្នកទៅស្ថានលោកខាងមុខហើយគ្រួសារវាងរបស់ខ្ញុំមានប្រវត្តិរាប់រយឆ្នាំខ្ញុំធ្វើអ្វីតាមតែចិត្តចង់និយាយតែបែរជាត្រូវបានអ្នកពិការម្នាក់នេះមកបោះបញ្ឆោតពី3ដងទៅវិញកាលពីម្សិលមិញអ្នកឆក់យកសិនយានឈូថ្ងៃនេះអ្នកឆក់យកគម្រោងរាប់រយលានរបស់ខ្ញុំការដែលហ៊ានធ្វើឲ្យគ្រួសារវាងខ្ញុំខឹងតែម្ដងក៏ចាស់បំផុតទៅហើយចុះអ្នកវិញគួរតែធ្វើយ៉ាងណាអ្នកនាមត្រកូលជើគ្រាន់តែអ្នកឥឡូវលុតជង្គង់ចុះហើយធ្វើជាអ្នកបម្រើឲ្យខ្ញុំវាងធានសេងនោះខ្ញុំនឹងលើកលែងទោសឲ្យអ្នករឿងឥតបានការខ្ញុំជាកូនប្រុសអ្នកមានទ្រព្យស្តុកស្ដម្ភត្រកូលជើនេះគឺត្រកូលវាងដែលនៅតំបន់ជាងហើយគឺជាស្ដេចទេវតាដ៏កំពូលឈ្មោះសៅកឹងអ្នកជាយ៉ាម៉ាម៉ូតូដ៏ខ្ពង់ខ្ពស់ឥឡូវទូនីតិតែមួយគត់របស់អ្នកគឺលុតជង្គង់ចុះកុំធ្វើជាឆ្កែខ្ញុំចៅជូធ្លាប់ធ្វើជាបេសកជនកុំមើលងាយខ្ញុំថាខ្ញុំក្រីក្រអ្នកធ្លាប់ដូចជាខ្មោចខ្ញុំមិនអាចលុតជង្គង់ទេគេលុតមានតែមនុស្សល្ងងបើអ្នកចង់លុតជង្គង់ខ្ញុំនឹងជួយអ្នកជួយវាបំបាក់ជើងគេទៅល្អណាស់បើជាឆ្កែរបស់ត្រកូលសិនជីវិតអ្នកគ្មានតម្លៃតែបើធ្វើជាឆ្កែរបស់ខ្ញុំវាងធានសឹងខ្ញុំធានាថានឹងផ្ដល់សេរីសួស្ដីដ៏អស្ចារ្យនៃត្រកូលជើគ្រាន់តែអ្នកលុតចុះស្រែកដូចឆ្កែទៅខ្ញុំនឹងដោះលែងអ្នកធ្វើជាមនុស្សខ្លាំងមិនកើតទៅនេះមិនមែនជារឿងដែលអ្នកកំពុងរកបងប្រុសរបស់អ្នកទេអូនស្រីរបស់គេទេដរាបណាអ្នកភ្លាមលុតជង្គង់ស្រែកដូចឆ្កែខ្ញុំនឹងប្រើប្រាស់ឥទ្ធិពលត្រកូលវាងរបស់ខ្ញុំជួយអ្នកបើអ្នកមិនព្រមអីចឹងខ្ញុំនឹងទៅរកអូនស្រីរបស់អ្នកឲ្យបង្ករឿងជាមួយនាងឲ្យហើយទៅវាងធានសេងបើអ្នកហ៊ានប៉ះពាល់អូនស្រីខ្លាចជាខ្មោចក៏ខ្ញុំមិនទុកអ្នកដែរពេលនោះខ្ញុំនឹងចង់អ្នកនៅមុខទ្វារខ្ញុំចង់ឲ្យអ្នកមើលផ្ទាល់ភ្នែកថាខ្ញុំធ្វើឲ្យនាងសប្បាយខ្ញុំនឹងឲ្យឱកាសចុងក្រោយដល់អ្នកលុតជង្គង់មកអ្នកសុំទានស្អុយរលួយនេះសុំនឹងមកប្រកួតប្រជែងជាមួយខ្ញុំដែរសុំទានស្អុយរលួយសុំនឹងមកទោជាមួយខ្ញុំឬម្សិលមិញអ្នកបានឆក់យកសិនគិតថាខ្លួនអស្ចារ្យទេថ្ងៃនេះអ្នកកៅស្រាមកទទួលយើងមិនគិតថាក្រអិតក្រទុំទេឥឡូវមានកូនតូចត្រកូលសិននិងមានក្រុមហ៊ុនហ្វុងហាវតើវាបានការអីនៅតែមិនដឹងទៀតឬថាពួកនឹងគ្រាន់តែជាឆ្កែនៅក្រោមជើងលោកវាងថ្ងៃនេះខ្ញុំនឹងជន់ឈ្លីអ្នកថ្ងៃស្អែកខ្ញុំនឹងជន់សិនយានជីវដែលជាស្រីថោកទាបនោះឲ្យនៅក្រោមជើងខ្ញុំចំណែកអ្នកកុំបារម្ភអីរងចាំដល់អ្នកស្លាប់ខ្ញុំនឹងមើលថែប្អូនស្រីរបស់អ្នកយ៉ាងយកចិត្តទុកដាក់លោកវាងអ្នកជាមនុស្សថោកទាបអក្បត់ជាតិខ្ញុំស្លាប់ទៅជាខ្មោចក៏មិនឲ្យអ្នករួចខ្លួនដែរអ្នកត្រូវតែទទួលស្គាល់ថាអ្នកខុសហើយខ្ញុំជាមនុស្សកំណាចក្នុងចំណោមមនុស្សកំណាចត្រកូលជើកាលពី10ឆ្នាំមុនត្រកូលវាងរបស់ខ្ញុំបានកំទេចត្រកូលជើរបស់ខ្ញុំនឹងកំទេចអ្នកចោលម្ដងកាលពីឆ្នាំនោះត្រកូលជើរបស់អ្នកគ្រាន់តែជាថ្នាំគ្រាន់តែជាវត្ថុដែលត្រូវតែបាត់បង់តាមធម្មជាតិទេមិនថាជាត្រកូលជើរបស់អ្នកឬអ្នកដែលដូចជាសត្វព្រៃនេះទេទូនីតិតែមួយគត់របស់អ្នកគឺត្រឹមតែជាគ្រឿងលម្អដើម្បីបញ្ជាក់ភាពខ្លាំងនៃត្រកូលវាងរបស់យើងប៉ុណ្ណោះខ្ញុំក៏លែងឆ្អែតហើយដល់ពេលបញ្ជូនអ្នកទៅស្ថានបរមសុខហើយអ្នកមិនមែនជាទេពស្រាទេថ្ងៃនេះខ្ញុំនឹងមើលថាតើអ្នកអាចទ្រាំបានប៉ុណ្ណាមកអាហារចាំផឹកជូនលោកទេពស្រាទៅមកលោកទេពស្រាអ្នកមិនសូវពូកែផឹកទេផឹកទៅឈប់សិនលោកវាងជូចរនេះគឺជាមនុស្សរបស់គ្រួសារសិនយើងអ្នកហ៊ានធ្វើបែបនេះតើអ្នកចង់ប្រកាសសង្គ្រាមជាមួយត្រកូលសិនមែនទេអ្នកគ្រាន់តែជាលេខាធិការម្នាក់របស់ត្រកូលសិនប៉ុណ្ណោះតើមានសិទ្ធិអីមកនិយាយជាមួយខ្ញុំសិនបែបនេះតាមពិតជូចរគឺដណ្ដឹងថ្មីរបស់កូនស្រីច្បងត្រកូលសិនជាអនុប្រធានក្រុមហ៊ុនហ្វុងថៅអ្នកអាចមិនខ្វល់ពីខ្ញុំប៉ុន្តែតើអ្នកអាចមិនអើពើនឹងកូនស្រីច្បងត្រកូលសិនបានដែរខ្ញុំមិនខ្លាចការជ្រៀតជ្រែកពីក្រុមគ្រួសារសិនឡើយឥឡូវខ្ញុំកំពុងសម្លាប់ឆ្កែព្រៃមួយក្បាលសោះក្រុមគ្រួសារសិនរបស់ខានរឿងខ្ញុំម្ដងហើយម្ដងទៀតរឿងនេះខ្ញុំចៅហ្វាយនីនឹងចងចាំទុកគ្រួសារត្រកូលជើអាចរក្សាតំណែងបានមិនអាចការពារអ្នកបានមួយជីវិតនោះទេយើងទៅហើយលោកជើ
លើកក្រោយជួបគ្នាទៀតត្រកូលវាំងនឹងចាំជានិច្ចត្រៀមស្វាគមន៍ខ្ញុំមិនអាចការពារអ្នកបានទេតើអ្នកមិនអីទេអរគុណអ្នកគួរតែអរគុណទៅកាន់នារីធំបើមិនបាននាងផ្ដល់ឱកាសដល់អ្នកម្ដងហើយម្ដងទៀតខ្ញុំក៏មិនមកជួយអ្នកដែរលោកស្រីសិនខ្ញុំចាំគុណបុណ្យនេះហើយតោះទៅនារីធំត្រូវការអ្នកឥឡូវនេះយើងទៅឪពុកកូនស្រីសំណប់ចិត្តកូនត្រឡប់មកវិញទាន់ពេលណាស់កូនមកមើលលឿនលោកឪពុកហេតុអ្វីបានជាលោកត្រូវប្រកួតគម្រោងពាណិជ្ជកម្មដែលយើងការពារគ្រួសារត្រកូលសិនរបស់ពួកយើងមានទ្រព្យរាប់រយពាន់លានគម្រោងដែលដោះស្រាយជារៀងរាល់ឆ្នាំមានតម្លៃថ្មីរាប់ពាន់លានមិនអាចប៉ាន់ស្មានបានឡើយគម្រោងនេះពិតជាគម្រោងដ៏សំខាន់នេះវារួមបញ្ចូលទាំងវាគ្រាន់តែជាផ្នែកតូចមួយប៉ុន្តែវាជាគម្រោងរបស់ក្រុមការនេះជាគម្រោងដំបូងដែលខ្ញុំបានឡើងកាន់តំណែងនៅហ្វុងហាវជាប្រធានក្រុមហ៊ុនហ្វុងហាវយើងគ្រាន់តែបំពេញគម្រោងនេះឲ្យបានល្អយើងនឹងអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងលើការងារមួយជាន់ទៀតខ្ញុំខំប្រឹងយ៉ាងលំបាកទើបបានគម្រោងនេះបានបង្ហាញសមត្ថភាពរបស់អ្នកគ្រាន់តែនិយាយមួយម៉ាត់ឲ្យបោះបង់ខ្ញុំពិតជាមិនយល់ព្រមបោះបង់គម្រោងនេះខ្ញុំមិនអនុញ្ញាតឲ្យអ្នករករឿងឡើយសិនយ៉ាងជីវអ្នកនិយាយរបៀបម៉េចហ្នឹងការងារនេះអ្វីទាំងអស់ខ្ញុំជាអ្នកផ្ដល់ឲ្យអ្នកតើអ្នកមានសិទ្ធិអីមកប្រាប់ខ្ញុំថាទេយ៉ាងជីវយើងកំពុងប្រាប់អ្នកមិនមែនចរចាជាមួយអ្នកទេបើអីចឹងហើយចុះហេតុអ្វីបានជាអត់ត្រឡប់មកវិញខ្ញុំនឹងរីកាភ្លាមទៅអ្នកការពារគ្រួសារសិនរបស់យើងឲ្យបោះបង់គម្រោងចរចានេះចោលតើអ្នកចង់ឲ្យខ្ញុំខឹងស្លាប់ឬលោកពូសិនមានរឿងអីបានជាខឹងខ្លាំងម្ល៉េះបើមានរឿងអីគួរតែនិយាយគ្នាហេតុអីបានជាអ្នកនៅទីនេះអាហោះកញ្ញាសិនយើងជួបគ្នាទៀតហើយប៉ាខ្ញុំបានខិតខំប្រឹងប្រែងអស់ពីចិត្តអ្នកការដេញថ្លៃដើម្បីភ្នាល់ជាមួយដំណើរគម្រោងនេះតែប៉ាបែរជាចង់គោលវាយ៉ាងងាយស្រួលទៅឲ្យត្រកូលវាំងកញ្ញាសិនខ្ញុំដឹងថាអ្នកនិងប្អូនប្រុសរបស់ខ្ញុំប្អូនប្រុសវាំងធានប្រហែលជាប្លែកមែនតែដើម្បីតែទទួលបានគម្រោងនេះខ្ញុំត្រកូលវាំងគឺពិតជាមានភាពស្មោះត្រង់ណាស់យិនជីវអ្នកមើលអំណោយនៅលើតនេះមើលសុទ្ធតែជាវត្ថុដែលលោកវាំងបានផ្ញើមកអស់អាយុ100ឆ្នាំព្រះវិហារអាយុ50ឆ្នាំគ្រឿងអលង្ការកម្រិតពិភពលោកគ្រប់មុខសុទ្ធតែមានតម្លៃរាប់លានតម្លៃទីផ្សារសរុបលើសពី10លានច្រើនណាស់ក្រៅពីនេះគឺជាផែនការសហប្រតិបត្តិការរបស់ក្រុមហ៊ុនវាំងគ្រប់ខ្ញុំដែលមានតម្លៃ50,000លាននេះគឺជាលិខិតជូនដំណឹងដល់ត្រកូលសិនរបស់អ្នកចាប់ពីពេលនេះទៅពួកយើងទាំងវាំងនិងសិននឹងរួមបញ្ចូលគ្នាឲ្យឈានជើងទៅមុខក្នុងគម្រោងនេះរួមគ្នាគ្រប់គ្រងទន្លេគ្មានអ្វីដែលមិនមានតម្លៃឡើយតែតម្លៃទាំងនោះថោកទាបណាស់សម្រាប់គ្រួសារខ្ញុំវាំងអ្វីដែលយើងចង់បានគឺគ្រាន់តែជាគម្រោងសេដ្ឋីគម្រោងរាប់រយលាននឹងការភ្ជាប់ទំនាក់ទំនងជាមួយត្រកូលតាមរយៈចំណងថ្មីនេះកញ្ញាសិនតើអ្នកពេញចិត្តទេពេញចិត្តហើយអ្នកនាងតូចចៅស៊ូមកដល់ហើយចៅគ្មានច្បាប់ទម្លាប់សោះថ្ងៃនេះជាថ្ងៃសំខាន់បែបនេះអ្នកហ៊ាននាំមនុស្សញ៉ៃចូលមកក្នុងនេះគឺលោកម្ចាស់វាំងអ្នកនាំមកតើមានរឿងអីគឺលោកវាំងគាត់បានវាចៅស៊ូរបស់ត្រកូលសិនឲ្យខ្លាចជាបែបនេះខ្ញុំលីមេងចៅមិនបាននាំមនុស្សមកគាត់មិនបានដែរចៅគុណនុបការៈរបស់លោកស្រីនិងអ្នកដទៃស៊ុយនឹងទទួលមុខសង្គមវិញវាំងខ្វាងជីអូនប្រុសលោកនាំមនុស្សមកវីកូនចៅខ្ញុំឲ្យដល់ថ្នាក់នេះជាប្រស្តានរបស់ត្រកូលវាំងនៃភាពស្មោះត្រង់ឬនេះគ្រាន់តែជាតួអង្គតូចតាចម្នាក់ប៉ុណ្ណោះវាបន្តិចបន្តួចតែចុះវាមិនអីទេបើធៀបនឹងត្រកូលវាំងគេគ្រាន់តែដូចចម្បាំងមួយសរសៃត្រូវហើយពួកអ្នកតូចតាចគ្មានតម្លៃបែបនេះអាចបដូរអ្នកផ្សេងមកជំនួសចំណែកដៃគូដែលមានឥទ្ធិពលដូចត្រកូលវាំងនេះតើនរណាអាចធ្វើឲ្យត្រកូលសិនរបស់ខ្ញុំបោះជំហានទៅមុខបានជៀនឈូហើយអ្នកចង់តែងតែយកបុគ្គលតូចតាចនេះមកសួរដេញដល់លោកម្ចាស់វាំងនេះវាពិតជាគួរឲ្យអស់សំណាច់ណាស់ចៅស៊ុយមិនមែនជាមនុស្សគាត់ជាអនុប្រធានដែលខ្ញុំបានតែងតាំងជាប្រធានក្រុមហ៊ុនហើយគាត់បានជួយខ្ញុំទម្លាក់គម្រោងរាប់រយលានរបស់មហាសេដ្ឋីឥឡូវនេះគាត់ត្រូវបានគេធ្វើបាបដល់ថ្នាក់នេះតើឲ្យខ្ញុំធ្វើជាមិនដឹងមនុស្សបានឬចុះវិធីត្រកូលសិនខ្ញុំបានឲ្យលុយគាត់គួរតែធ្វើការឲ្យត្រកូលសិនខ្ញុំមិនមែនមកបង្កភាពវឹកវរតាមតែចិត្តទេឈប់ឬថាអ្នកមកទីនេះគ្រាន់តែសម្ដែងឲ្យគ្មានអ្វីក្រៅពីរឿងលុយកាក់ទេរបស់របរនៅលើតុនេះនេះមួយសុទ្ធតែមានតម្លៃរាប់លានដុល្លារអ្នករើសយកប៉ុន្មានមកទៅចាត់ទុកថាជាសំណងឲ្យលោកចៅពិតជាមិនពេញចិត្តមែនខ្ញុំសុកចិត្តចេញថែមទៀតលុយ5លាននេះគ្រាន់តែជាលុយរបស់គ្រួសារអ្នកខ្ញុំមិនអាចទទួលយកលុយរបស់គ្រួសារអ្នកបានទេលុយគ្រួសារនេះខ្ញុំមិនអាចដោះស្រាយបានទេកុំធ្វើមនុស្សអត់ប្រយោជន៍ចៅស៊ូអ្នកត្រូវយល់ឲ្យច្បាស់ពីឋានៈរបស់អ្នកគ្រាន់តែជាឧបករណ៍មួយរបស់គ្រួសារសិនទេគ្រួសារសិនឲ្យលុយអ្នកដូច្នេះអ្នកគួរតែធ្វើការឲ្យគ្រួសារសិនទៅនេះមិនមែនជាយ៉ាងដែលអ្នកបានប្រព្រឹត្តមុននេះទេខ្ញុំចៅស៊ូគ្រាន់តែជាមនុស្សតែអ្នកឈ្មោះរបស់ខ្ញុំគឺរកបានដោយសារការខិតខំផ្ទាល់ខ្លួនរបស់ខ្ញុំទោះខ្ញុំធ្វើការឲ្យលោកស្រីសិនខ្ញុំមិនមែនជាឆ្កែរបស់គ្រួសារសិនទេយាយជីវនេះជាអ្នកដែលអ្នករកបានមែនទេលោកប្រធានគូខ្ញុំយល់ថាអ្វីដែលចៅចរនិយាយគឺត្រឹមត្រូវហើយមនុស្សគួរតែបែងចែកឋានៈធ្វើអ្វីខ្ញុំខំអស់ពីចិត្តអញ្ជើញចៅចរឲ្យចូលក្រុមហ៊ុនហ្វឹងហាវគឺដើម្បីឲ្យគាត់បានបញ្ចេញទេពកោសល្យមិនមែនឲ្យមកធ្វើជាឆ្កែទេសិនយាយជីវខ្ញុំរងចាំអ្នកដែលជាសាច់ញាតិឈាមជិតស្និទ្ធតែអ្នកបែរជាលេះវីប្រហារខ្ញុំ2ដងល្អគម្រោងនេះខ្ញុំអាចមិនខ្វល់បានជួនពីការនេះខ្ញុំក៏អាចមិនខ្វល់ដែរខ្ញុំគ្រាន់តែចង់ឲ្យអ្នករៀបការជាមួយលោកម្ចាស់វាំងមិនអាចទេខ្ញុំមានម្ចាស់ចិត្តរួចហើយខ្ញុំមិនអាចរៀបការជាមួយវាំងកងស៊ឺបានទេអ្នកណាហេតុអ្វីខ្ញុំមិនដែរធ្លាប់ដឹងសោះកញ្ញាសិនអ្នកកំពុងតែខ្ញុំនិយាយលេងទេគឺលោកចៅចរគឺលោកចៅចរនិងឯងកញ្ញាទូថ្ងៃនេះខ្ញុំអញ្ជើញលោកចៅចរមកផ្ទះត្រកូលសិនទី1គឺដើម្បីលើកសរសើរចៅចរដែលជួយត្រកូលសិនយកបានគម្រោងរាប់រយលានទី2គឺដើម្បីប្រកាសពីចំណងស្នេហារវាងយើងទាំងពីរវាគ្មានពាក់ព័ន្ធនឹងអ្នកទេអ្នកមិនទាន់មានសិទ្ធិនិយាយទេអ្នកមិនទាន់អាចធ្វើជាដូចជាសម្រាប់បែបនេះសំនឹងខ្ញុំសិនហើយឈឹងជាឪពុកមនុស្សដូចជាអ្នកនេះតែចង់បានអ្វីដោយមិនចេញកម្លាំងខ្ញុំឃើញច្រើនណាស់មិនក៏អ្នកហ៊ានប៉ុនប៉ងត្រកូលសិនរបស់ខ្ញុំទៀតឈប់ស្រមៃទៅទេកុំភ័យអីរឿងគាត់នឹងឋានៈលោកស្រីសេនគឺខ្លីណាស់ដូចជាគ្រាន់តែជារឿងមួយផ្លែតប៉ុណ្ណោះលោកស្រីសេនគ្រាន់តែយកគាត់មកប្រើជាបណ្ដោះអាសន្នទេលោកជូខ្ញុំមិនដឹងថាអ្នកប្រាប់តែខ្ញុំត្រកូលវាំងសិនសូមប្រាប់អ្នកថាអ្នកមកដល់ទីនេះគឺដើម្បីចូលរួមត្រកូលអ្នកមានគឺមិនមែនសម្រាប់វណ្ណៈដូចអ្នកទេសម្រាប់គាត់ទៅតាមពិតឥឡូវនេះចាំអ្នកចេញទៅខ្ញុំអាចរកអ្នកមួយសម្បត្តិឲ្យខ្ញុំមកផ្សេងរឿងអីថ្ងៃនេះយ៉ាងជូនៅជាមួយខ្ញុំហើយខ្ញុំមិនអាចជ្រៀតជ្រែកកិច្ចការត្រកូលវាំងសិនរបស់អ្នកបានទេដូច្នេះត្រកូលវាំងរបស់អ្នកសម្រាប់ខ្ញុំគឺបីជាអ្នកអាចនិយាយដល់សាលាមតៃក៏ខ្ញុំមិនជឿថាអ្នកជាគូស្នេហ៍របស់លោកស្រីសេនទេឥតប្រយោជន៍អ្នកប្រាប់ខ្ញុំឲ្យទៅណា